ពីមុនមកខ្ញុំត្រូវខូចដែរប៉ុន្តែឥឡូវខ្ញុំកែធ្វើមានគេខ្ញុំកែអស់ហលីងហ្មងព្រោះដល់ពេលយើងកែអស់គេរត់ចោលបណ្ដោយបាទបងបាទពេលមិនទាន់កែហ្នឹងអត់អីទេអត់អីទេកាលដែលគាត់នៅសាបាស្នេហាគាត់ហ្នឹងដូចជាមិនទាន់អីទេប៉ុន្តែនៅពេលដែលគាត់កែប្រែធ្វើជាសុភាពបរោះត្រឹមត្រូវបែរជាប្រពន្ធគាត់ជាហៅថាប្រពន្ធក្មេងគាត់ហ្នឹងបែរជាបែកឆ្វេងទៅចោលគាត់ឥឡូវហ្នឹងគាត់នៅសុភាពបរោះនៅលាវម្នាក់ឯងបណ្ដោយបងប្រុសគាត់ស្រឡាញ់ប៉ះចំប្រពន្ធក្មេងហើយដល់ពេលអញ្ចឹងទៅយូរក៏បានកូនមួយបែកគ្នាលេងឥឡូវនេះប្រពន្ធក្មេងយកទូរស័ព្ទទៅបាត់ប្រពន្ធក្មេងហ្នឹងឈ្មោះថាអ៊ីដាវបើមានអីផ្ដាំផ្ញើទៅដល់អ៊ីដាវទេនៅពេលដែលបែកគ្នាទៅគេយកទូរស័ព្ទទៅមិនអីមិនបើចង់ស្នើដល់របៀបណាខ្ញុំចង់ស្នើដល់ឲ្យគាត់នឹងចូលខ្លួនដល់ស្រីឲ្យរឿងទូរស័ព្ទគាត់បងជាប្រចាំខែបែកបាក់ទៅមានអ្នកថ្មីអីហ្នឹងមិនទៅស្មុកស្មាញទេអត់ខ្វល់ទេបាទបងអ្វីដែលបងខ្វល់ហ្នឹងខ្វល់ឲ្យគាត់ចូលមកបងថ្លៃទូរស័ព្ទដែលបងលក់ឲ្យបាទបងបាទអាហ្នឹងគឺឈ្មោះរបស់ខ្ញុំដល់ពេលអញ្ចឹងទៅគេអត់ដឹងខាងក្រុមហ៊ុនគេអត់ដឹងថាអ្នកណាយកទូរស័ព្ទទៅអត់ដឹងទេចុះនៅពេលដែលយើងស្រឡាញ់គ្នាក្រែងយើងទិញជាកាដូអនុស្សាវរីយ៍អីគ្នាមិនក៏បាយគ្នាយើងទៀមវិញចាអត់ផងបងព្រោះដោយសារទី1ហ្នឹងគឺគាត់ថាគាត់យកទូរស័ព្ទហ្នឹងទៅគឺកូនគឺធ្លាក់មកលើខ្ញុំអញ្ចឹងខ្ញុំចិញ្ចឹមកូនអញ្ចឹងមានន័យថានៅពេលដែលបានបែកគ្នាជាមួយនឹងប្រពន្ធក្មេងមកបងឈ្មោះអ៊ីដាវនេះអ៊ីដាវដែលជាប្រពន្ធក្មេងហ្នឹងយកទូរស័ព្ទរីឯបងយកកូនបែងចែកគ្នាដាក់អញ្ចឹងទៅប៉ុន្តែទូរស័ព្ទហ្នឹងមិនមែនជាកាដូនៃក្តីស្រឡាញ់ដើម្បីជូនគាត់ណាអត់ទេបងអត់ទេបងអញ្ចឹងវិញហ្នឹងហើយបងគឺអាទូរស័ព្ទហ្នឹងគាត់ចង់បានគាត់ថាទូរស័ព្ទប្រភេទម៉ាកអីបង13 Pro Max បង13 Pro Max បងមួយខែប្រហែលទៅ$47បងអញ្ចឹងជារៀងរាល់ខែណាអ្នកបងគាត់អ្នកបងឬមួយក៏បងឯងគាត់អ្នកបងហើយឥឡូវខានបងគេប្រហែលខែរយៈពេលខែ4ហ្នឹងរហូតដល់ខែ5ហ្នឹងគឺរយៈពេល2ខែបងចុះហាងគេអត់ចាក់ iCloud ទេគេអត់ផងបងមិនអញ្ចឹងរាល់ការហាងបងមលូផ្សេងគេតែងតែដាក់ iCloud កាលណាបើមិនបងថវិកាគេចុច iCloud ឬមួយក៏ចុចទិសដៅដើម្បីមកដកទូរស័ព្ទភ្លាមវាមិនដែរណាគេបើកឲ្យយើងស្រួលមិនបងសុតមែនបងសុតបងជុំបងប្អូនឥឡូវនេះឃើញថាបងប្រុសគាត់បានបែកគ្នាជាមួយប្រពន្ធតែពេលបែកគ្នាគាត់សុំអាទូរស័ព្ទនោះមកវិញឬមួយក៏សុំឲ្យបងថ្លៃទូរស័ព្ទនឹងផងព្រោះគាត់អត់មានលទ្ធភាពបងឲ្យទេព្រោះតម្រូវគាត់ទី1មើលកូនទី2គាត់គង់ជីវភាពគ្រួសារហើយកតាដែលបានបែកគ្នានេះមកពីអីបងនិយាយរួមទៅគេដើរលេងយប់រហូតដល់ពេលអញ្ចឹងទៅខ្ញុំធ្វើការខ្ញុំខំឲ្យដល់បានធ្វើការហ្នឹងឲ្យដល់បានឲ្យពេលដែលខ្ញុំធ្វើការហ្នឹងព្រោះអីតែកុំឲ្យគេដើរលេងហ្នឹងអត់ធ្វើការគឺអត់មានលុយបងឲ្យបន្ទប់បងឲ្យបន្ទប់ទី1បងឲ្យបន្ទប់ទី2ទៀតគឺបន្ទប់កតាអីដែលបានគេបានកតាអ្វីបានជំរុញឲ្យគេធ្វើការសុំបែកជាមួយបងឯងទាំងតែមានចំណងកូនមួយនៅក្នុងបន្ទុកហើយគេអត់និយាយអីច្រើនផងបងពីរួមគេអត់និយាយច្រើនទេគេថាបើកលុយហ្នឹងហើយគេចេញមិនបានគេចាក់ចេញគេមានអ្នកថ្មីឬមួយក៏មិនប្រហែលជាអញ្ចឹងបងទៅយើងដែរធ្វើអីឲ្យគេថ្នាក់ថ្នាំងចិត្តដែរអត់ផងបងឥឡូវបងមានអី5ផ្ញើទៅដល់គាត់អីដែរអើយជួយបងទូរស័ព្ទផងព្រោះអីខ្ញុំអត់មានសមត្ថភាពបងលក់ទូរស័ព្ទឲ្យយើងទេខ្ញុំបន្ទុកលើកកូនផងអីផងខ្ញុំអត់មានសមត្ថភាពបងទូរស័ព្ទឲ្យយើងទេអញ្ចឹងបាទបងអញ្ចឹងសូមឲ្យជួយតំណែងមកលេខបងប្រកាសជាគាត់ស្គាល់ហើយណាបាទស្គាល់អញ្ចឹងបាច់បញ្ជាក់នៅក្នុងព័ត៌មានទេបងប្អូនជាទីមេត្រីដូចបានជម្រាបអញ្ចឹងករណីនេះមានន័យថាគាត់ស្រឡាញ់ប្រពន្ធក្មេងប៉ុន្តែក៏បានបែកគ្នាទៅនឹងក៏ចែកគ្នាគាត់យកកូនអ៊ីដាវដែលជាប្រពន្ធគាត់ហ្នឹងយកទូរស័ព្ទហើយទូរស័ព្ទហ្នឹងបែរជាអត់បានបងឲ្យគេហើយទូរស័ព្ទហ្នឹងក៏ឈ្មោះគាត់ជាអ្នកដែលទៅយកនៅកន្លែងហាងគេទៀតហើយបង100%ហើយខានបង2ខែគេនៅតែអត់យកដកទូរស័ព្ទដែរតែគេនៅតែតេមកគាត់ជាបន្តបន្ទាប់បងប្អូនអ្នកទីមេត្រីជុំវិញនឹងព័ត៌មាននេះខ្ញុំបាទមានសារមានតែប៉ុណ្ណឹងផ្ដាំទៅដល់អតីតប្រពន្ធរបស់បងប្រុសបើសិនមកបានឃើញព័ត៌មាននឹងជួយតាក់ទងមកអតីតប្តីផងដើម្បីធ្វើការចូលគ្នាដោះស្រាយឬមួយក៏ជជែកវែកញែករកដំណោះស្រាយរួមមួយទៅវិញទៅមកផ្សេងបងប្អូនជាទីមេត្រីខ្ញុំបាទមានសារមាត់អរ៉ា50ត្រង់មិនមានអ្វីច្រើនទេគ្រាន់តែចង់លម្អិតនឹងព័ត៌មាននេះជូនបងប្អូនឲ្យបានជ្រាបជាព័ត៌មានតែប៉ុណ្ណេះខ្ញុំបាទមានសារមាត់អរ៉ា50ត្រង់សូមអរគុណនិងសូមគោរពលា